ថ្ងៃនេះខ្ញុំនឹងធ្វើដំណើរដើរជុំវិញប្រាសាទអង្គរវត្តហើយខ្ញុំមិនមែនដើរនៅក្នុងប្រាសាទនោះទេគឺខ្ញុំត្រូវដើរជុំវិញខាងក្រៅរបងប្រាសាទដោយនៅខាងក្រៅរបងប្រាសាទគឺមានភ្ញៀវទេសចរភាគតិចណាស់ដែលបានដើរជុំវិញនឹងចាំមើលថានៅពេលដែលខ្ញុំដើរជុំវិញនឹងខ្ញុំបានជួបរបស់អ្វីខ្លះបើខ្ញុំធ្វើ challenge មួយនេះបានជោគជ័យខ្ញុំនឹងបរិច្ចាគលុយចំនួន 50,000 រៀលទៅមន្ទីរពេទ្យគន្ធបុប្ផា The next day ខ្ញុំសួរពូខ្ញុំទៅមុខប្រាសាទអង្គរវត្តពូ A few moments later ពេលនេះយើងបានមកដល់មុខប្រាសាទអង្គរវត្តហើយនៅខាងក្រៅខ្ញុំនឹងដែលយើងចាប់ផ្ដើមដើរពីចំណុចកន្លែងនេះទៅកាន់ផ្លូវខាងនោះបងនិយាយថាផ្លូវដើរទៅខាងនោះដើរទៅរួចទេបងអូខេអរគុណច្រើនបងមើលទៅព្រៃខ្លាំងមែនតើខ្ញុំទៅតែម្នាក់ឯងទៀតហើយខាងនេះគឺជាខាងមុខហើយនេះគឺជារបងរបស់ប្រាសាទអង្គរវត្តពេញលេងហើយបាទខោពណ៌សបជើងពណ៌សហើយដើរប៉ះមើលប្រឡាក់ខ្ទេចA few moments later yes អ្នកទាំងអស់គ្នាទៅពេលនេះយើងបានមកដល់កែងប្រាសាទហើយនេះគឺជាផ្លូវដែលយើងមកមិញហើយនេះគឺជាផ្លូវកែងដែលយើងត្រូវទៅមកខាងទៀតច្រកនេះគេហៅច្រកអីគេដែរពូច្រកខាងត្បូងច្រកខាងត្បូងឈ្មោះអីដែរលោកតាពេជ្របាទអរគុណពូនេះគឺជាច្រកខាងត្បូងដែលមានឈ្មោះថាច្រកលោកតាពេជ្រខ្ញុំបានសួរគាត់មិញហ្នឹងឥឡូវយើងចាប់ផ្ដើមធ្វើដំណើរបន្តទៅមុខទៀតយើង Let's go ខ្ញុំយកដៃមកប៉ះរបងប្រាសាទអង្គរវត្តអូយត្រជាក់ត្រជុំខ្លាំងមែនតើដើរយូរអត់ទាន់ដល់មកខាងទៀតផង A few moments later yes អ្នកទាំងអស់គ្នានៅពេលនេះយើងបានមកដល់ជ្រុងកែងមកខាងទៀតហើយដឹងមានថាយើងបានដើរមកពីខាងផ្លូវនោះហើយឥឡូវយើងចាប់ផ្ដើមទៅផ្លូវនេះបន្តទៀតយើងបានមកដល់ច្រកខាងកើតហើយអ្នកទាំងអស់គ្នាស្រស់ស្អាតខ្លាំងមែនតើសម្រាប់ច្រកខាងកើតផងដែរគឺមានកន្លែងស្ពានឈើសម្រាប់គេឆ្លងមកអញ្ចឹងណាហើយមួយវិញទៀតមានផ្លូវថ្នល់ជិះមកវឹបចូលក្នុងប្រាសាទអញ្ចឹងហ្មងគឺស្រួលមែនតើនេះអ្នកទាំងអស់គ្នាខាងនេះគឺជាផ្លូវថ្នល់បាទមកពីខាងក្រៅចូលទៅក្នុងប្រាសាទយើងចាប់ដើមដើរទៅខាងមុខទៀតបានដើរមកពីខាងផ្លូវនោះហើយយើងបានមកដល់កែងទី3ទៅតាមផ្លូវនេះបន្តទៀតបានដល់មកដល់កែងទី4ហើយបាទផ្លូវខាងនោះគឺជាផ្លូវដែលយើងមកមិញហើយនេះគឺជាកែងរបងប្រាសាទហើយនេះគឺជាផ្លូវដែលយើងត្រូវទៅមុខខ្ញុំសួរពូខ្លោងទ្វារនេះគេហៅខ្លោងទ្វារគេវិញពូបាទយាយស៊ូខ្លោងទ្វារយាយស៊ូយាយសួរយាយសួរអានេះខាងជើងអូខេអរគុណពូខាងនោះគឺជាផ្លូវដែលយើងចាប់ផ្ដើមហ្នឹងនេះហើយយើងបានដើរមកដល់ហើយអ្នកទាំងអស់គ្នាមីសិនរបស់យើងគឺជោគជ័យហើយហើយនេះគឺជាផ្លូវដែលយើងដើរទៅហើយខាងក្រោយនោះគឺជាផ្លូវដែលយើងបានដើរមកវិញ challenge ដើរជុំវិញប្រាសាទអង្គរវត្តបានជោគជ័យYou win. Perfect.